បាទសួស្តីកូនថ្នាក់ទី7និងទី8សាជាថ្មីឡើងវិញបាទឥឡូវនេះលោកគ្រូបន្ថែមទៅលើកន្សោមបច្ចេកនិត្តទី4ឲ្យសរសេរឲ្យចេញចម្លើយជាទម្រង់ផគុណកតាបាទអញ្ចឹងប្រធានយើង x ការ៉េបាទបូក x ដក12បាទកន្លែងនេះណា x ការ៉េបូក x ដក12អញ្ចឹងយើងស្មើហ្មងអញ្ចឹងយើងសរសេរក្បាលមុន x ការ៉េហើយកន្លែងនេះដក12យើងត្រូវច្នៃបូក x នេះបូក x នេះអញ្ចឹងវិធីច្នៃវិធីធ្វើយើងអាចធ្វើតាមរបៀបមុនបានក៏ប៉ុន្តែបងអូនដឹងណាយើងដឹងថានិយាយទៅខ្លីយើងអាចមើលធ្លុះតែបើយើងមើលអត់ធ្លុះទេយើងធ្វើម៉េចយើងច្នៃបែបវិធីគុណខ្វែងរួចហើយយើងញែកតួកដាលអញ្ចឹងគេមើលធ្លុះគេមើលមិនឥឡូវគ្រូដាក់មើលធ្លុះសិនណាគឺកន្លែងនេះគ្រូដាក់បូកបាទឃើញសារនេះបូកដាក់បូក 4x ហើយដក 3x មិនបានដឹងថាបូក 4x ដក 3x បូក x នេះយើងអាចសេបានច្រើនណាប៉ុន្តែវាអត់ត្រូវក្រៅពីគូនេះបាទដូចថាបូក x មកពីប៉ុន្មានមកពី 3x ដក 2x នៅបូក x ដែរបាទអញ្ចឹងហើយអ្វីដែលយើងសេបែបនេះវាអត់ចេញចម្លើយជាមួយដក12ឬក៏អត់សមនឹងធ្វើខុសហើយអញ្ចឹងដើម្បីដឹងថាដកបូក 4x ដក 3x គឺគេច្នៃគេមើលលេខ1មុខនេះអាហ្នឹងបើយើងធ្វើទូទៅណាមានតម្រងច្រើនដូចគ្រូនិយាយអញ្ចឹងផគុណកតាបាទដែលយើងញែកតាមតួកដាលយើងយកមេគុណ1មកច្នៃអញ្ចឹងមកអញ្ចឹងយក1គុណ1តបមកទៀតដក12ទីតួដែលយើងរៀបហើយនេះដក12នេះយើងរៀបវាហើយនេះរៀបវាតាមដាប់ចុះដឺក្រេ2ដឺក្រេ1ដឺក្រេ0អូខេអញ្ចឹងដក12យើងសេបានមិនអញ្ចឹងយើងសេដក12នោះមានតម្រងច្រើនណាបាទតម្រងច្រើនណាអញ្ចឹងយើងអាចបំបែកវាដោយយកបាទយក4គុណនឹងដក3ទោះសញ្ញាដក4គុណដក3ហ្នឹងវិធីបំបែកតើមកយើងយក1នេះគុណដក3គុណខ្វែងយើងបានដក3 1គុណនឹង4ទៅយើងបានបូក4កន្លែងនេះយើងបង្រួមគ្នាមកស្មើ1នៅកន្លែងណា1នៅកន្លែងនេះ1នេះគេអត់សេទេ1លេខ1នេះបាទអញ្ចឹងអាដក3បូក4នេះយើងសេដក3មុនបូក4ក្រោយក៏បានដែរអញ្ចឹងហើយអានឹងហើយគឺជាប្រភពដើមនៃការគិតណាប្រភពដើមនៃការគិតយើងមានតម្រងផ្សេងទៀតដូចគ្រូនិយាយអញ្ចឹងមានច្រើនរបៀបមានច្រើនតម្រងអ្នកខ្លះក៏ធ្វើតាមតម្រងនេះអ្នកខ្លះទៅធ្វើតម្រងផ្សេងប៉ុន្តែក្នុងវិធីញែកតួកដាលដដែលអញ្ចឹងយើងបានកន្លែងនេះ x ការ៉េបូក 4x ដក 3x ដក12យើងចង់សរសេរដក 3x តាមនេះក៏បានហើយបូក 4x ដក12ក៏បានបាត់ដូចគ្នាលើនេះក៏បានក្រោមនេះក៏បានបើសេលើមិនសេក្រោមបើសេក្រោមមិនសេលើទេអញ្ចឹងបើសេតាមក្រោមយើងទាញ x ជាកតាដល់សល់ x ដក3ទាញពីតួនេះពីជាកតាអញ្ចឹងពីតួនេះជាកតាបន្តទៀតយើងទាញ4មកសល់ x ដក3ដែរបើសិនជាលើនេះវិញបើសិនជាលើនេះយើងទាញx ជាកតាពីតួនេះសល់ x បូក4ដល់ពេលនេះដកដូចគ្នាអញ្ចឹងយើងទាញដកដែរជាកតាយកដក3មកសល់ x អាដកនេះគឺទៅជាបូក12ចែក3អា4អញ្ចឹងអានេះកតារួម x បូក4បន្តអញ្ចឹងវាគ្រាន់តែខុសគ្នាមុនក្រោយត្រឡប់ទេណាអញ្ចឹងកន្លែងនេះយើងយក x ដក3កន្លែងនេះ x ដក3ជាកតាដូចគ្នាអញ្ចឹងបាន x បូក4នៅសល់អញ្ចឹងបើសិនជាក្រហមនេះវិញយើងយក x បូក4ចឹងសល់ x ដក3គាត់ត្រឡប់ទេណាអញ្ចឹងសេមួយណាមុនក៏បានសេអញ្ចឹងក៏បានសរសេរបែបនេះក៏បានដែលចេញមកពី